សួស្តីបងប្អូននិងមិត្តភ័ក្តិយើងទាំងអស់គ្នាថ្ងៃនេះថ្ងៃខែ5ថ្ងៃទី1ឆ្នាំ2026បានន័យថាឆ្នាំ2026ខែ5ថ្ងៃទី1ដើមខែហើយយើងមើលយុទ្ធសាស្ត្របុកមើលយុទ្ធសាស្ត្រវេនទីផ្សារបុកធ្លាយនេះបន្តទៅទៀតដូច្នេះយើងចូលក្រឡេកមើលទាំងអស់គ្នាយើងមើលនៅក្នុងម៉ោងអាស៊ីទីផ្សាររត់នៅក្នុងខ្សែវេសប្តាហ៍ចេញពីម៉ោងអាស៊ីមកម៉ោងលន់ដុនទីផ្សារនេះចុះដល់កម្រិតត្មងហើយស្រាប់តែពីម៉ោងលន់ដុនមកដល់ម៉ោងញូវយ៉កពេលព្រឹកនៅម៉ោងញូវយ៉កហើយទីផ្សារបុកតាមមួយខ្វាច់ហ្នឹងគឺធ្លាយតាំងពីលន់ដុននូអាស៊ីមកវិញប្រច្រាស់មកវិញទាំងអស់នេះគឺទីយុទ្ធសាស្ត្រវេនទីផ្សារបុកធ្លាយដូច្នេះយើងមើលទីផ្សារមក sweep low នៅក្នុងម៉ោង London sweep low ទៅបន្តិចទេហើយវា break market structure នៅត្រង់នេះឃើញទេនេះកន្លែង market structure break គឺកន្លែងគេពិចារណាគឺយើងអាចចូលបាយឡើងបានណានេះយើងសូមឲ្យមើលមេរៀននេះយកទៅវឹកហាត់ឲ្យបងប្អូនទាំងអស់គ្នាវឹកហាត់ហើយវឹកហាត់ទៀតវឹកហាត់តលតែយើងយល់វាតលតែយើងដឹងវាតលតែទៅជាជំនាញព្រោះអីយុទ្ធសាស្ត្រវេនទីផ្សារបុកធ្លាយនេះបើសិនជាយើងអាចយល់វាបានចាប់វាបានគឺល្អមែនទែនដូច្នេះសូមឲ្យបងប្អូនយើងទាំងអស់គ្នាយកទៅវឹកហាត់បន្តទៅទៀតសូមអរគុណសូមជម្រាបលា